ប៉ាក៏ជួនម៉ាក់ឡើងទៅពេញស្អែកថ្ងៃនេះរៀបចំធ្វើមន់ចំហុយតិចកម្មឲ្យពួកគាត់ភាសាទៅមានកម្លាំងធ្វើដំណើរតាមផ្លូវតាំងពីតងន់ប៉ៅមកញ៉ាំតិចកម្មអត់ដែរដាច់ទេនៅផ្ទះទិញទុករហូតនឹងចំហុយឲ្យម៉ាក់ផងចំហុយឲ្យប៉ាផងមកមុខនឹងឆ្ងាញ់បើកម្លាំងហើយជំនួយឲ្យសាច់ចាំទៀតសម្រាប់មន់ចំហុយម៉ាក់ខ្ញុំក៏ធ្វើភាគច្រើនគាត់យកមន់ស្ទៀវប៉ុណ្ណឹងយើងចំហុយវាឆាប់ផុយល្អហើយសាច់វាឆ្ងាញ់ដូចគ្នាម៉ាក់ខ្ញុំគាត់ប្រកែធ្វើម្ហូបបើអញ្ចឹងបងប្អូនដែលមានអ្នកផ្ទះចាស់ឬមួយក៏យើងចង់ធ្វើឲ្យអ្នកផ្ទះយើងហូបក្នុងឱកាសបុណ្យចូលឆ្នាំនេះអាចសាកមើលម៉ណុយនេះបានញ៉ាំទឹកអស់ក្នុងដូងមួយផ្លែហ្នឹងមានកម្លាំងហ្មងឬមួយក៏អ្នកងើបពីឈឺកំពុងឈឺអីហ្នឹងញ៉ាំត្រូវណាស់បើយើងចំហុយមន់មួយក្បាលក្នុងមួយចានហ្មងយើងដាក់កៅលីទៅ3ចំណិតអីតែបើយើងបែកវាម្ដងអញ្ចឹងយើងប្រើកៅលីចូល2ទៅ3ចំណិតតាមទូចបើដាក់កៅលីកូនក្មេងញ៉ាំអត់បានទេណាបងប្អូនញ៉ាំច្រើនឈាមច្រមុះអញ្ចឹងបើសិនជាកូនក្មេងញ៉ាំដែរដកកៅលីចេញបន្ទាប់មកយើងថែមពត្រាក្រហម3ផ្លែមកមុខនឹងស្រួលធ្វើមែនតើយើងគ្រាន់តែញាត់គ្រឿងអញ្ចឹងហើយយើងក៏ដាក់ទឹកដូងចូលវិញមកម៉ាក់ខ្ញុំក៏លើសជាតិស្ករក៏ភាសាផ្អែមអត់បានទេអញ្ចឹងមួយផ្លែទៀតខ្ញុំដាក់ទឹកជាសុទ្ធសម្រាប់រសជាតិឈ្ងុយឆ្ងាញ់ដូចគ្នាបងប្អូនគាត់ទៅថាយើងដាក់ទឹកដូងវារៀងផ្អែមតិចបន្ទាប់មកយើងរោយអំបិលតាមមួយចិបបានតែនិយាយទៅតិចមែនតើស្ករនិងប៊ីចេងយើងអត់ប្រើណាព្រោះម្ហូបបើហើយតែកាលណាយើងប្រើស្ករទៅអត់ល្អទេរសជាតិផ្អែមចេញពីទឹកដូងនិងសាច់ដូងស្រាប់ហើយទោះជាយើងចំហុយបែបនេះអត់ប្រើទឹកដូងនិងចានធម្មតាក៏យើងដាក់ស្ករដែរដូចបានឃើញចឹងបងប្អូនអំបិលដាក់តាមមួយចិបឯណាដាក់ចានត្រូដូងចឹងទៅកុំឲ្យវាកលិបកលាក់កពុបអស់ហើយក៏ចាក់ទឹកទុកសម្រាប់ចំហុយទឹកជានឹងថែម4ដងព្រោះត្រឹមតែចំហុយវាផុយបងប្អូនមកមុខនឹងត្រូវការពេលល្ងាស់យូរល្ងាស់យ៉ាងអស់ណាក៏ចូល2ម៉ោងដែរសម្រាប់ការត្រាំតិចកម្មវិញគឺយើងត្រាំលាយជាមួយនឹងទឹកក្តៅអ៊ុនតិចកម្មនេះយើងទិញគេយូរទៅជាប់ម៉ួយបងប្អូនទៅពេលអញ្ចឹងគេប្រាប់ពីរបៀបធ្វើឡើងស្ទាត់ទិញពីខាងចំបៃតិចកម្មរបស់គាត់ល្អមែនតើសុទ្ធហើយរបៀបថាប្រភេទសាច់តិចកម្មលេខ1ប្រភេទតិចកម្មសមុទ្រហ្នឹងដាក់ចំហុយឬមួយក៏យើងដាក់ធ្វើទឹកតិចកម្មឲ្យញ៉ាំទៅពៅល្អមែនតើមានកម្លាំងភ្លាមហ្មងតិចកម្មចាស់ខ្ញុំទៅសល់ប្រហែល2ដុំទៀតប៉ុន្តែឃើញគេមានប្រូម៉ូសិនអញ្ចឹងទិញមកហើយព្រោះចូលឆ្នាំចឹងសម្បូរប្រូម៉ូសិនណាបងប្អូនកម្មឥឡូវហ្នឹងមានថែមដបទឹកដ៏ស្រស់ស្អាតមួយហើយដបទឹកហ្នឹងល្អប្រើមែនតើចាក់ទឹកក្តៅចូលចឹងអត់មានក្តៅភាយចេញមកក្រៅទេមូចិត្តល្អទិញឥឡូវហ្នឹងមានថែមជាកម្មាផ្ការំដួលដ៏ស្រស់ស្អាតហើយនឹងដបទឹកថែមរហូតតអស់ពីស្តុកបងប្អូនចង់ទិញតែឲ្យទៅចំណេញនៅចំបៃតិចកម្មមានលក់សម្បុកសើមសម្បុកស្ងួតឬមួយក៏បងប្អូនចង់បានទឹកតិចកម្មធ្វើថ្មីហ្មងក៏មានដែរពួកគាត់តតែគេកំងមិនចាប់ផ្ដើមសាច់សម្បុកតិចកម្មលេខ1ទោះយើងត្រាំវាអញ្ចឹងក៏សាច់វានៅទៅវិញថលល្អដែរយើងយកទៅចំហុយក៏វាអត់ដាច់កនិតកណាត់ខ្លីដែរបងប្អូននៅតែល្អបងប្អូនធ្លាប់ពិសាគាត់តែឃើញសាច់តិចកម្មប៉ុណ្ណឹងដឹងហើយថាវាជាប្រភេទសាច់លេខ1នៅពេលដែលមន់យើងរៀងផុយយើងដាក់សម្បុកតិចកម្មចូលហើយយើងរងាស់បន្ថែមតែកន្លះម៉ោងទៀតបានហើយធ្វើអញ្ចឹងបានសាច់តិចកម្មហ្នឹងវានៅវីតាមីនប្រូតេអ៊ីនទាំងអស់បើយើងងាស់យូរពេកក៏វាបាត់បង់វីតាមីនដែរចាស់គាត់ឲ្យសនុកក៏អត់សនុកឲ្យបងប្អូនធ្វើការរហូតអញ្ចឹងមានតែធ្វើម្ហូបបាយជូនគាត់ភាសារាល់ថ្ងៃនិងធ្វើរបស់បើគាត់ភាសាខ្លះកន្លះម៉ោងក្រោយមកតិចកម្មរបស់យើងក៏រីកល្មមមន់ក៏ផុយដែរហើយក្លិនឈ្ងុយល្អមែនតើហ្មងណាចាគេមន់ក៏ហុយបាទគាត់ធ្វើដំណាំគាត់អត់តន់ហើយបងប្អូនប៉ុន្តែម៉ាក់គាត់អត់សូវស្រួលខ្លួនអញ្ចឹងគាត់ត្រូវជូនទៅពេញស្អែកខ្ញុំក៏មកតិចកម្មពីម្សិលមិញថ្ងៃនេះមកដល់ផ្ទះល្មមដែរអញ្ចឹងស្របពេលដែលគាត់ទៅពេញអញ្ចឹងចៃដន្យល្អមែនតើគាត់ហត់ទឹកអស់កន្លះដងម៉ាក់ក៏បាយអត់សូវបានណាបងប្អូនទៅពេលទៅក៏និយាយទៅអស់តែកន្លះដូងហ្នឹងក៏មានកម្លាំងដែរពេលល្ងាចឡើងគាត់បាយបានវិញធម្មតាហូបពៅយើងធ្វើញ៉ាំឲ្យត្រូវកលៈទេសៈល្អសម្រាប់សុខភាពណាបងប្អូនជាពិសេសធ្វើជូនអ្នកផ្ទះឲ្យគាត់មានសុខភាពល្អរឹងមាំបានដើរលេងចូលឆ្នាំយ៉ាងសុវ័យអរគុណចា៎បងប្អូនជួបគ្នាវីដេអូក្រោយទៀតជម្រាបលា